បិទសាលារៀននិងជម្លៀសប្រជាជនក្រោយភ្នំភ្លើងនៅហ្វីលីពីនជះផេះកម្ពស់ 4,000 ម៉ែត្រភ្នំភ្លើងមួយនៅភាគកណ្ដាលនៃប្រទេសហ្វីលីពីនបានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារទី8 មេសានេះដោយបានបញ្ចេញផេះភ្នំភ្លើងដល់ទៅកម្ពស់ 4,000 ម៉ែត្រទៅលើលំហអាកាសសាដែលនាំឲ្យមេឃប្រែទៅជាខ្មៅខ្មួលខ្មាញ់និងជំរុញឲ្យសាលារៀនក្នុងតំបន់ប្រកាសបិទភ្លាមៗតំបន់នានានៅជុំវិញភ្នំភ្លើងនៅលើកោះ Negros កំពុងស្ថិតក្រោមការបញ្ជាជម្លៀសក្រោយមានករណីបន្ទុះភ្នំភ្លើងនៅព្រឹកថ្ងៃអង្គារនេះវិទ្យាស្ថានភ្នំភ្លើងនិងរញ្ជួយដីប្រទេសហ្វីលីពីនបានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថាការផ្ទុះដ៏ខ្លាំងក្លាមួយនេះកំពុងកើតឡើងនៅកំពូលភ្នំភ្លើងកានឡូនដែលបានចាប់ផ្ដើមនៅពេលព្រឹកថ្ងៃអង្គារនេះហើយភ្នំភ្លើងមួយនេះកំពុងបង្កើតជាដុំពពកដ៏ខ្មៅងងឹតដែលមានកម្ពស់ប្រហែលជា 4,000 ម៉ែត្របក់រស័តយឺតទៅកាន់ភាគនិរតីនៃប្រទេសហ្វីលីពីនបានដោយដែលបងប្អូនបានស្ដាប់ជាមួយខ្ញុំបានទាំងអស់គ្នាគឺថាប្រទេសហ្វីលីពីនបានរងនៅគ្រោះធម្មជាតិមួយទៀតហើយគឺបន្ទុះភ្នំភ្លើងហើយបន្ទុះភ្នំភ្លើងនេះដែរបានបញ្ចេញជាផេះភ្នំភ្លើងរហូតដល់កម្ពស់ 4,000 ម៉ែត្របើយើងគិតទៅជាគីឡូម៉ែត្រវិញគឺ4គីឡូម៉ែត្រពិតជាខ្ពស់មែនតើខ្ពស់ខ្លាំងមែនតើហើយគ្រោះធម្មជាតិមួយនេះពិតជាសាហាវមែនតើមើលទៅនិយាយទៅឆ្នាំ2025នេះគ្រោះធម្មជាតិកើតឡើងសាហាវមែនតើដោយការពីថ្ងៃទី28ខែមេសានោះគឺកើតឡើងនៅគ្រោះរញ្ជួយដី 7.7 Richter នៅឯប្រទេសមីយ៉ាន់ម៉ាហើយសម្រាប់ថ្ងៃទី8ខែមេសាឆ្នាំ2025កើតឡើងនៅបន្ទុះភ្នំភ្លើងដែលមានកម្ពស់រហូតដល់ 4,000 ម៉ែត្រឯណោះនៅឯប្រទេសហ្វីលីពីនក៏ប៉ុន្តែនៅក្នុងព័ត៌មាននៃប្រទេសហ្វីលីពីននេះគឺមិនទាន់ផ្សព្វផ្សាយថាមានមនុស្សប្រមាណអ្នកដែលរងផលប៉ះពាល់អំពីការបន្ទុះភ្នំភ្លើងនេះទេបើសិនជាមានព័ត៌មានអាប់ដេតអំពីអ្នករងរបួសនៅក្នុងបន្ទុះភ្នំភ្លើងនេះខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់គ្នានៅវីដេអូក្រោយរបស់ខ្ញុំបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនស្ដាប់នៅការអធិប្បាយរបស់ខ្ញុំអំពីករណីបន្ទុះភ្នំភ្លើងនៅឯប្រទេសហ្វីលីពីនសូមអរគុណសូមជម្រាបលា